បាយសច្រើនដឹងធ្វើអីមែនអត់បងប្អូនមកធ្វើបាយឆាញ៉ាំទាំងអស់គ្នាធានាថាឆ្ងាញ់មិនចាញ់ហាងទេហើយអស់លុយតិចទៀតមើលតពណ៌ក៏ដឹងថាតំណងដែរជំរាបសួស្ដីបងប្អូនទាំងអស់គ្នាថ្ងៃនេះ Do It Now មានមុខម្ហូបមួយមុខចង់បង្ហាញទៅបងប្អូនទាំងអស់គ្នាគឺបាយឆាមុនដំបូងខ្ញុំហាន់ការ៉ុតឲ្យរៀងល្អិតសិនដើម្បីងាយស្រួលឆាទៅឲ្យឆាប់ឆ្អិនល្អសាច់ក្រកហាន់ឲ្យល្អិតដូចគ្នាគល់ខ្ទឹមខ្ញុំហាន់វាដាក់ជាមួយនឹងខ្ទឹមសស្លឹកខ្ទឹមក៏ហាន់ដែរមានតែប្រមាណមុខនេះរសជាតិឆ្ងាញ់ណាស់ឥឡូវដល់វគ្គលាយទឹកសោះម្ដងមុនដំបូងខ្ញុំដាក់ប្រេងខ្យងចូលប៊ីចេងម្សៅស៊ុបស្ករសម្ទេសការ៉េតែបើបងប្អូនអត់មានម្ទេសការ៉េបងប្អូនមិនចាំដាក់ក៏បានដែរបន្ទាប់មកគឺខ្ញុំកូរវាឲ្យសព្វខ្លាចទៅជាល្បាយតែមួយបងប្អូនអាចថែមទឹកបន្តិចដល់វគ្គចម្អិនម្ដងដំបូងគឺខ្ញុំដាក់ខ្ទះក្តៅបន្ទាប់មកគឺខ្ញុំដាក់ប្រេងឆាចូលម្លឹងខ្ទឹមសនិងគល់ខ្ទឹមចូលគ្នាមកបងប្អូនបន្ទាប់មកទៀតគឺយើងដាក់ការ៉ុតឆាចូលគ្នាឲ្យរៀងសពវបន្តិចបន្ទាប់មកខ្ញុំគោះពងទាចូលពងទាគឺខ្ញុំប្រើចំនួន3គ្រាប់បងប្អូនអាចដាក់ពងទាច្រើនជាងនឹងក៏បានដែរតាមចំនួនសមាជិកនៅក្នុងផ្ទះនីមួយៗឬក៏បងប្អូនជ្រើសរើសយកពងមាន់ក៏បានដូចគ្នាបន្ទាប់មកយើងឆាពងទារបស់យើងនឹងឲ្យរាងស្ងួតបន្តិចនៅពេលដែលពងទាយើងវារាងស្ងួតល្អហើយបងប្អូនចាក់បាយចូលចំពោះបាយបងប្អូនអាចដាក់បាយក្តៅក៏បានអាចដាក់បាយកកក៏បានដែរប៉ុន្តែចំពោះខ្ញុំយកបាយកកឲ្យបងប្អូនពីព្រោះបាយកកតែខ្ញុំសច្រើនយើងច្របល់បាយនិងគ្រឿងរបស់យើងចូលគ្នាឲ្យសព្វក្លិនឈ្ងុយចាប់ផ្ដើមបដាឲ្យបងប្អូនបន្ទាប់ពីឆាបាយមួយសន្ទុះហើយគឺយើងដាក់ទឹកសោសចូលដែលទឹកសោសរបស់យើងនឹងគឺយើងលេងបាញ់មិញបងប្អូនយើងដាក់តាមបរិមាណបាយរបស់យើងមកយើងឆាបាយជាមួយគ្រឿងរបស់យើងនឹងចូលគ្នាឲ្យសព្វមួយសន្ទុះបន្ទាប់ពីឆាមួយសន្ទុះហើយគឺយើងដាក់សាច់ក្រករបស់យើងចូលឆាបាយជាមួយសាច់ក្រកឲ្យចូលជាតិគ្នាបន្តិចពេលឆាបាយរៀងស្ងួតបន្តិចបងប្អូនដាក់ស្លឹកខ្ទឹមរបស់យើងចូលពេលនេះបាយឆាបានឆ្អិនរួចរាល់តំណងដូចបាយហាងអត់បងប្អូនគ្រាន់តែបើកមកពណ៌ក៏ស្អាតរសជាតិក៏ឆ្ងាញ់ដែរបងប្អូនអាចដាក់ទឹកជ្រលក់តាមចំណង់ចំណូលចិត្តរបស់បងប្អូនបានបាយឆានេះធ្វើហើយញ៉ាំបានមកផ្ទះហើយអស់មិនដល់10000រៀលទេមើលហើយកុំភ្លេចធ្វើញ៉ាំឥឡូវណាអរគុណ